តំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃមានសារៈសំខាន់ប៉ុណ្ណាតំបន់សមុទ្រត្រួតស៊ីគ្នារវាងប្រទេសកម្ពុជានិងថៃមិនមែនជាបញ្ហាដែនទឹកធម្មតាទេវាជាតំបន់ដែលមានសារៈសំខាន់យ៉ាងស៊ីជម្រៅលើវិស័យថាមពលសេដ្ឋកិច្ចជាតិសន្តិសុខជាតិភូមិសាស្ត្រនយោបាយអធិបតេយ្យជាតិអនាគតឧស្សាហកម្មនិងថាមពលរបស់តំបន់អាស៊ានទាំងមូលដោយសារតំបន់នេះត្រូវបានគេជឿថាអាចផ្ទុកធនធានប្រេងនិងឧស្ម័នធម្មជាតិយ៉ាងច្រើនអ្នកវិភាគមួយចំនួនបានហៅវាថាមាសខ្មៅក្រោមបាតសមុទ្រតំបន់នេះស្ថិតនៅឯណាមានទំហំប៉ុន្មានតំបន់ត្រួតស៊ីគ្នានេះចន្លោះឆ្នេរសមុទ្រខេត្តកោះកុងនិងខេត្តព្រះសីហនុរបស់កម្ពុជាជាមួយខេត្តត្រាតរបស់ថៃតំបន់នេះមានទំហំប្រហែល 26,000 ទៅ 27,000 គីឡូម៉ែត្រការ៉េដែលធំជាងប្រទេសខ្លះៗនៅទ្វីបអឺរ៉ុបនិងស្មើប្រហែល 15% នៃផ្ទៃដីកម្ពុជាបញ្ហានេះកើតឡើងដោយសារកម្ពុជាបានប្រកាសបន្ទាត់ព្រំដែនសមុទ្រនៅឆ្នាំ 1972 ខណៈថៃបានប្រកាសបន្ទាត់ផ្ទុយនៅឆ្នាំ 1973 ដោយសារបន្ទាត់ទាំងពីរនេះជាន់គ្នាទើបបង្កើតជាតំបន់ត្រួតស៊ីគ្នារហូតមកដល់សព្វថ្ងៃហេតុអ្វីតំបន់នេះសំខាន់ខ្លាំងមូលហេតុធំបំផុតគឺដោយសារតំបន់នេះអាចមានប្រេងនិងឧស្ម័នធម្មជាតិដ៏ច្រើនការប៉ាន់ស្មានជាច្រើនបានបង្ហាញថាតំបន់នេះអាចផ្ទុកឧស្ម័នធម្មជាតិប្រមាណ 11 ត្រីលៀនហ្វីតគូបនិងប្រេងរហូតដល់ 3.6 ពាន់លានបារ៉ែលនិយាយឲ្យងាយយល់តំបន់នេះអាចមានតម្លៃសេដ្ឋកិច្ចរាប់សិបពាន់លានដុល្លារហើយអាចក្លាយជាប្រភពថាមពលដ៏សំខាន់សម្រាប់ប្រទេសទាំងពីរសារៈសំខាន់សម្រាប់ថៃបច្ចុប្បន្នថៃពឹងផ្អែកយ៉ាងខ្លាំងលើឧស្ម័នធម្មជាតិសម្រាប់ផលិតអគ្គិសនីប៉ុន្តែបញ្ហាគឺអណ្ដូងឧស្ម័នចាស់ៗនៅឈូងសមុទ្រថៃកំពុងអស់បន្តិចម្ដងខណៈតម្រូវការប្រើប្រាស់អគ្គិសនីកំពុងកើនឡើងជារៀងរាល់ឆ្នាំហេតុនេះហើយទើបតំបន់ត្រួតស៊ីគ្នានេះមានសារៈសំខាន់ខ្លាំងសម្រាប់ថៃក្នុងការស្វែងរកប្រភពថាមពលថ្មីដើម្បីធានាសន្តិសុខថាមពលរបស់ខ្លួនមិនត្រឹមតែប៉ុណ្ណោះថៃក៏ចង់រក្សាតួនាទីជាមជ្ឈមណ្ឌលថាមពលរបស់អាស៊ានផងដែរថៃមានហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗជាច្រើនដូចជាបំពង់បង្ហូរឧស្ម័នរោងចក្រថាមពលស្ថានីយទទួលឧស្ម័នធម្មជាតិរាវនិងក្រុមហ៊ុនថាមពលធំៗដូចជា PTT Public Company Limited បើគ្មានប្រភពឧស្ម័នថ្មីថ្លៃថាមពលនៅថៃអាចកើនឡើងហើយវិស័យឧស្សាហកម្មរបស់ថៃក៏អាចរងផលប៉ះពាល់ផងដែរហេតុអ្វីវាក្លាយជាបញ្ហានយោបាយធំបញ្ហាតំបន់សមុទ្រត្រួតស៊ីគ្នាមិនមែនជាបញ្ហាសេដ្ឋកិច្ចប៉ុណ្ណោះទេប៉ុន្តែវាជាបញ្ហាអធិបតេយ្យជាតិដ៏រសើបខ្លាំងទាំងនៅកម្ពុជានិងថៃបើរដ្ឋាភិបាលណាមួយត្រូវគេចោទថាលួចដីឬបោះបង់សមុទ្រវាអាចបង្កវិបត្តិនយោបាយភ្លាមៗដូច្នេះមេដឹកនាំប្រទេសទាំងពីរត្រូវប្រុងប្រយ័ត្នយ៉ាងខ្លាំងក្នុងការចរចាបញ្ហានេះក៏ពាក់ព័ន្ធនឹងមនោសញ្ចេតនាជាតិនិយមផងដែរនៅថៃមានក្រុមជាតិនិយមមួយចំនួនយល់ថាកម្ពុជាកំពុងទាមទារច្រើនពេកហើយអនុសារណៈយោគយល់ឆ្នាំ 2001 អាចធ្វើឲ្យថៃខាតផលប្រយោជន៍ខាងកម្ពុជាវិញក៏មានអារម្មណ៍ថាត្រូវការពារអធិបតេយ្យជាតិនិងមិនចង់ឲ្យថៃមានឥទ្ធិពលលើដែនសមុទ្ររបស់ខ្លួនផងដែរតំបន់នេះសំខាន់ផ្នែកយោធាដែរចម្លើយគឺសំខាន់ខ្លាំងណាស់សមុទ្រមិនត្រឹមតែជាផ្លូវដឹកជញ្ជូនទេប៉ុន្តែជាផ្លូវយុទ្ធសាស្ត្រផងដែរអ្នកណាគ្រប់គ្រងសមុទ្រអ្នកនោះអាចត្រួតពិនិត្យការដឹកជញ្ជូនគ្រប់គ្រងផ្លូវប្រេងនិងបង្កើនឥទ្ធិពលយោធារបស់ខ្លួនបានបើមានការបូមប្រេងនិងឧស្ម័នពិតប្រាកដនោះនឹងត្រូវការពារសុវត្ថិភាពយ៉ាងតឹងរ៉ឹងដូចជាកងទ័ពជើងទឹកកម្លាំងការពារឆ្នេរសមុទ្រប្រព័ន្ធរ៉ាដានិងប្រព័ន្ធត្រួតពិនិត្យសកម្មភាពសមុទ្រនោះមានន័យថាតំបន់នេះអាចក្លាយជាតំបន់សន្តិសុខសំខាន់បំផុតមួយក្នុងឈូងសមុទ្រថៃហេតុអ្វីមិនទាន់អាចបូមប្រេងបានរហូតមកដល់ពេលនេះការអភិវឌ្ឍធនធានប្រេងនិងឧស្ម័ននៅតំបន់នេះនៅតែមិនទាន់អាចចាប់ផ្ដើមបានដោយសារមូលហេតុធំៗជាច្រើនមូលហេតុទី1គឺប្រទេសទាំងពីរមិនទាន់ឯកភាពគ្នាលើបន្ទាត់ព្រំដែនសមុទ្រភាគីទាំងពីរនៅតែមានទស្សនៈខុសគ្នាថាបន្ទាត់ណាជាកម្មសិទ្ធិរបស់អ្នកណាមូលហេតុទី2គឺបញ្ហាចែកផលប្រយោជន៍ថៃនិងកម្ពុជាមានគំនិតខុសគ្នាអំពីរបៀបចែកចំណូលពីប្រេងនិងឧស្ម័នដូចជាចែកស្មើគ្នាឬចែកតាមទីតាំងនិងតាមតំបន់អភិវឌ្ឍនីមួយៗមូលហេតុទី3គឺនយោបាយក្នុងស្រុកមេដឹកនាំណាដែលចុះកិច្ចព្រមព្រៀងអាចរងការរិះគន់ឬការវាយប្រហារពីគណៈបកប្រឆាំងនិងក្រុមជាតិនិយមមូលហេតុទី4គឺក្រុមហ៊ុនប្រេងធំៗខ្លាចហានិភ័យពួកគេមិនចង់វិនិយោគក្នុងតំបន់ចំនួនដែលអាចមានបញ្ហានយោបាយនិងសន្តិសុខនោះទេចុងក្រោយគឺតម្លៃប្រេងពិភពលោកមានការប្រែប្រួលខ្លាំងនៅពេលតម្លៃប្រេងធ្លាក់គម្រោងបូមប្រេងនៅសមុទ្រដែលចំណាយថ្លៃខ្ពស់ក៏មិនសូវចំណេញផងដែរដំណោះស្រាយដែលគេចង់ប្រើដំណោះស្រាយដែលអ្នកជំនាញជាច្រើនគាំទ្រគឺតំបន់អភិវឌ្ឍរួមនេះមានន័យថាទោះបីមិនទាន់កំណត់ថាអ្នកណាជាម្ចាស់ពិតប្រាកដក៏ដោយក៏ប្រទេសទាំងពីរអាចអភិវឌ្ឍធនធានរួមគ្នាហើយចែកផលប្រយោជន៍គ្នាបានថៃធ្លាប់អនុវត្ត model នេះដោយជោគជ័យជាមួយម៉ាឡេស៊ីហើយអ្នកជំនាញជាច្រើនយល់ថាវាជាជម្រើសសមស្របបំផុតសម្រាប់កម្ពុជានិងថៃបើដោះស្រាយបាននឹងមានអ្វីកើតឡើងបើអាចដោះស្រាយចំនួននេះបានប្រទេសទាំងពីរអាចទទួលបានផលប្រយោជន៍ធំៗសម្រាប់ថៃវាអាចជួយធានាប្រភពឧស្ម័នបន្តកាត់បន្ថយការនាំចូលឧស្ម័នធម្មជាតិរាវនិងរក្សាស្ថិរភាពសេដ្ឋកិច្ចឧស្សាហកម្មសម្រាប់កម្ពុជាវាអាចបង្កើនចំណូលជាតិបន្ថយការពឹងផ្អែកលើថាមពលពីក្រៅប្រទេសនិងជំរុញការអភិវឌ្ឍវិស័យឧស្សាហកម្មនិងថាមពលសេចក្តីសន្និដ្ឋានតំបន់សមុទ្រត្រួតស៊ីគ្នារវាងកម្ពុជានិងថៃមិនមែនគ្រាន់តែជាបញ្ហាព្រំដែនទេវាជាបញ្ហាថាមពលសេដ្ឋកិច្ចអធិបតេយ្យសន្តិសុខនិងអនាគតយុទ្ធសាស្ត្ររបស់ប្រទេសទាំងពីរមូលហេតុដែលបញ្ហានេះរសើបខ្លាំងគឺដោយសារតែក្រោមបាតសមុទ្រនោះ
អាចមានទ្រព្យសម្បត្តិដ៏ធំបំផុតមួយនៅអាស៊ីអាគ្នេយ៍ដែលអាចផ្លាស់ប្ដូរអនាគតសេដ្ឋកិច្ចនិងធម្មពលរបស់ប្រទេសទាំងពីរបានយ៉ាងខ្លាំង។